បញ្ហាតាក់ទងឱសថកម្រិតនិងរយៈពេលប្រើប្រាស់ត្រឹមត្រូវ Glibenclamide Amidaonil 2.5 មីលីក្រាមចំនួន30គ្រាប់កម្រិតប្រើលេប1ថ្ងៃ1គ្រាប់មុនអាហារពេលព្រឹករយៈពេលប្រើរយៈពេល30ថ្ងៃ Fluconazole Triflucan 50មីលីក្រាមក្នុង5មីលីលីត្រកម្រិតប្រើក្នុង1ថ្ងៃ1សប្តាហ៍រង្វាល់5មីលីលីត្ររយៈពេលប្រើរយៈពេល14ថ្ងៃផលរំខានឱសថមាន Glibenclamide 2.5 មីលីក្រាមធ្វើឲ្យមានការថយចុះជាតិស្ករនៅក្នុងឈាម Hypoglycemia ចង្អោររាគរមាស់ស្បែកឡើងក្រហម Fluconazole 50មីលីក្រាមក្នុង5មីលីលីត្រធ្វើឲ្យមានការចង្អោរឈឺពោះនិងរាគស្បែកឡើងក្រហមអន្តរកម្មឱសថមានក្នុងពេលដែលប្រើប្រាស់ឱសថ Glibenclamide 2.5 មីលីក្រាមជាមួយគ្នានឹងឱសថ Fluconazole 50មីលីក្រាមក្នុង5មីលីលីត្រនោះវានឹងមានអន្តរកម្មឱសថនិងឱសថបញ្ហាដែលរកឃើញខាងលើ Fluconazole បង្កឲ្យមានការកើនឡើងនៅបរិមាណរបស់ Glibenclamide នៅក្នុងឈាមហេតុការណ៍នេះបង្កឲ្យមានការថយចុះនៅកំហាប់ជាតិស្ករក្នុងឈាម Hypoglycemia របស់អ្នកជំងឺក្នុងពេលប្រើប្រាស់ Glibenclamide ជាមួយ Fluconazole ផលវិបាកចំពោះអ្នកជំងឺតាក់ទងបញ្ហាខាងលើផលវិបាកដែលបង្កដោយការប្រើប្រាស់ឱសថខាងលើក្នុងពេលជាមួយគ្នាធ្វើឲ្យអាការៈហេវហត់ខ្លាំងញាត់ចុងដៃបែកញើសច្រើនបេះដូងលោតញាប់ដែលជាសញ្ញានៃការថយចុះនៅកំហាប់ជាតិស្ករនៅក្នុងឈាម Hypoglycemia អនុសាសន៍តាក់ទងនឹងបញ្ហាខាងលើអ្នកជំងឺគួរត្រួតពិនិត្យបរិមាណជាតិស្ករឲ្យក្នុងឈាមឲ្យបានទៀងទាត់ករណីមានរោគសញ្ញាខាងលើដែលបង្កដោយសារកង្វះជាតិស្ករក្នុងឈាមអ្នកជំងឺត្រូវប្រញាប់ពិសាទឹកផ្អែមមានសារធាតុស្ករ1កែវប្រសិនបើចាំបាច់ត្រូវព្យាបាលជំងឺកង់ឌីដូសប៊ុយកាល់របស់លោកសំយើងអាចផ្លាស់ប្ដូរឱសថដោយប្រើប្រាស់ប៉ុន្តែបន្ទាប់ពីពិភាក្សានឹងមានការអនុញ្ញាតពីគ្រូពេទ្យព្យាបាលដោយឱសថដែលយើងបដូរប្រើប្រាស់នោះគឺ Amphotericin B Fungizone 10% អង្គ Suspension 1 វ៉ាតប្រើម្ដង5មីលីលីត្រក្នុង1ថ្ងៃ3ដងក្រៅពីពេលបាយក្នុងរយៈពេល15ថ្ងៃព្រោះឱសថថ្មីនេះมันអាចស្រូបតាមបំពង់រំលាយអាហារទៅក្នុងឈាមទេដូច្នេះគ្មានអន្តរកម្មឱសថទៀតទេកំណត់ចំណាំក្នុងនាមជាឱសថការីដូចនេះរាល់ការបដូរឱសថឬបង្កើនឬបន្ថយកម្រិតប្រើប្រាស់ឱសថក្នុងវេជ្ជបញ្ជាមិនត្រូវបានអនុញ្ញាតឲ្យធ្វើនោះទេឱសថការីត្រូវតែទូរស័ព្ទទៅវេជ្ជបណ្ឌិតព្យាបាលដើម្បីផ្ដល់ព័ត៌មាននិងដោះស្រាយបញ្ហាទាំងនេះ